បុរសមៀតធំម្នាក់ឈ្មោះមាសចម្រើនអាយុ31ឆ្នាំជាអ្នកមើលការខុសត្រូវនៅព្រះវិហារនេះបានប្រាប់ថាក្បឿងនេះបែកដោយសារពួកសត្វស្វាដែលមកលេងលើដំបូលព្រះវិហារនេះរាល់ថ្ងៃមិនត្រឹមតែក្បឿងទេសូម្បីអំពូលភ្លើងតាមសសរព្រះវិហារក៏ត្រូវពួកវាបំផ្លាញដែរគាត់បន្តទៀតថាគាត់ត្រូវរុះរើក្បឿងរាល់2 ខែម្ដងព្រោះខ្លាចក្បឿងធ្លាក់លើអ្នកមកកម្សាន្តនៅទីនេះលោកតាអាចារ្យសូត្រចផនបានប្រាប់ថាពួកស្វាអស់នេះមិនខ្លាចរំពាត់ទេ